ជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់ Biontech ថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការប្រើប្រាស់គណនីកុំឲ្យខាតពេលយូរយើងនឹងទៅមើលទស្សនាទាំងអស់គ្នាទី1ខ្ញុំនឹងចូលទៅដល់ប្លង់គណនីចំពោះប្លង់គណនីយើងមើលឃើញថា Chart of Account ជាភាសាអង់គ្លេសបងប្អូនអាច scroll down បងប្អូននឹងឃើញទម្រង់បែបនេះមានដូចជា Expense សំទោសខ្ញុំនឹងធ្វើការបង្ហាញ table សិនបាទលេខរៀង account name account tab account number create ad និង action អញ្ចឹងលេខរៀងមានដូចជាចំណាយបង់ saving មាន expense ចំណូលផ្សេង account number 500ចាស់ក្រុមហ៊ុនដាក់ដកប្រាក់ equity 601ម្ចាស់ក្រុមហ៊ុនដាក់ប្រាក់ equity 600បើបងប្អូនទាំងអស់គ្នាមិនទាន់យល់អំពី equity income expense ឬក៏ liability ទេបងប្អូនអាចចូលទៅមើល journal entry បន្តមកទៀតបងប្អូនអាចចុចទៅលើការបង្រៀនវីដេអូនៅលើ link នេះបងប្អូននឹងឃើញបែបនេះប៉ុន្តែដោយសារតែខ្ញុំមិនបើកអ៊ីនធឺណិតវានឹង show offline បងប្អូនគ្រាន់តែចុចនៅលើហ្នឹងគឺបង្ហាញថាពីរបៀបនៃការប្រើប្រាស់ឬក៏របៀបឲ្យបងប្អូនយល់ដឹងពី liability equity asset income expense ចំពោះ chart account គឺជាប្លុកឬក៏កន្លែងដែលយើងកំណត់ពីការប្រើប្រាស់របស់គណនីមានដូចជាការចំណាយជួលអគារឬក៏ចំណាយផ្សេងបងប្អូនក៏អាចធ្វើការកែឬក៏បន្ថែមថ្មីបើករណីបងប្អូនចង់កែ description នៅលើនេះបងប្អូនគ្រាន់តែពាក្យ edit បន្តមកទៀតបងប្អូនគ្រាន់តែកែពាក្យនៅលើទាំងអស់ហ្នឹងមករួចបងប្អូនធ្វើការ save ចំណាយគឺ expense បងប្អូនកុំភ្លេច select ពាក្យថា expense បាទបន្តមកទៀតគឺវានឹងធ្វើការផ្លាស់ប្ដូរ successful បងប្អូនអាចធ្វើការលុបបើសិនករណីគ្មានទិន្នន័យទាំងនោះទេដែលត្រូវប្រើប្រាស់នៅក្នុងក្រុមហ៊ុនបងប្អូនដែលចុចពាក្យថា delete account ដើម្បី confirm បងប្អូនអាចធ្វើការចុចបង្កើតថ្មីនៅត្រង់ចំណុចនេះវាយឈ្មោះគណនីលេខគណនីនិង select ប្រភេទ account type equity asset liability expense income cash and bank ដូច្នោះវីដេអូនេះគឺមានតែប៉ុណ្ណឹងរបៀបនៃការបង្កើត chart account ឬក៏បង្កើតប្លង់គណនីថ្មី